ថ្ងៃនេះខ្ញុំមកចង់និយាយពីភាសាជាមួយបងបួនអំពីប្រាសាទតាម៉ាន់ធំប្រាសាទតាម៉ាន់ទួយបន្តិចថាហេតុអ្វីបានជាប្រាសាទខ្មែរតែមានទាហានថៃនិងប្រជាជនថៃចូលមកយាមកាមឈរជើងនិងមកលេងបានដោយសេរីពេលថ្មីនេះដែរមានវីដេអូបង្ហោះអំពីប្រាសាទតាម៉ាន់ធំដែលឃើញមានទាហានថៃនៅទីនោះហើយជាពិសេសពេលដែលប្រជាជនខ្មែរយើងទៅលេងហើយថតវីដេអូអីហ្នឹងគឺទាហានថៃតែងតែតាមមើលពីក្រោយដោយមិនដាក់ភ្នែករហូតហើយឲ្យតែយើងហ៊ាននិយាយអីដែលបង្ហាញពីអត្តសញ្ញាណរបស់យើងដូចជាការច្រៀងការបង្ហាញទង់ជាតិអីហ្នឹងដឹងតែពួកវាមកហាមយើងហើយតាមរយៈវីដេអូនេះធ្វើឲ្យបងប្អូនប្រជាជនខ្មែរជាច្រើនហាក់មានការមិនពេញចិត្តនឹងទង្វើមួយនេះដោយនិយាយថាប្រាសាទខ្មែរសោះហេតុអ្វីឲ្យទាហានថៃមកត្រួតត្រាកាន់កាប់ឈរជើងនៅលើប្រាសាទបានធ្វើឲ្យប្រជាជនខ្មែរជាច្រើនមានចម្ងល់ប៉ុន្តែគ្មានការបកស្រាយពីខាងរាជរដ្ឋាភិបាលឲ្យបានដឹងពីមូលហេតុច្បាស់លាស់នៅឡើយទេជាពិសេសពេលដែលប្រជាជនខ្មែរបញ្ចេញជាមតិតែងតែមានជនជាតិថៃចេញមុខបញ្ចេញមតិដែរដែលគេច្រើនពួកគេនិយាយថាភ្លឺម៉េះប្រាសាទនេះជារបស់ថៃវាស្ថិតនៅក្នុងទឹកដីថៃអត់ដែលរៀនសូត្រមែនល្ងងម៉េះឬអ្នកខ្លះទៀតនិយាយថាប្រាសាទនេះជារបស់ខ្មែរពីមុនមែនខ្មែរអ្នកកសាងមែនតែពេលនេះគឺស្ថិតនៅក្នុងទឹកដីថៃអញ្ចឹងវាគឺជារបស់ថៃនេះគឺជាយោបល់របស់ថៃអញ្ចឹងមានន័យថាពួកវាទទួលស្គាល់ថាប្រាសាទនេះគឺរបស់ខ្មែរអ្នកកសាងមែនប៉ុន្តែពួកវាមានចរិតចំបែនទាស់ដឹងថារបស់គេក៏នៅតែទាមទារដោយអះអាងថាស្ថិតនៅក្នុងទឹកដីរបស់ខ្លួនចំពោះខ្លួនវិញក៏មានការភ្ញាក់ផ្អើលដែរដែលប្រាសាទខ្មែរតែមានទាហានថៃមកឈរជើងកាន់កាប់ជាមួយទាហានកម្ពុជាដែរហើយខ្ញុំចាំតែមើលការបកស្រាយរបស់រាជរដ្ឋាភិបាលរបស់យើងទេដោយសារតែគាត់និយាយដែរថាប្រាសាទនេះជារបស់ខ្មែរហើយស្ថិតនៅក្នុងទឹកដីខ្មែរដែរណាមួយយើងក៏កំពុងតែស្នើសុំទៅតុលាការអន្តរជាតិដើម្បីដោះស្រាយហើយខ្ញុំមានចំណល់មួយថាតើទាហានថៃមកឈរជើងនៅទីនោះជាមួយទាហានកម្ពុជាយូរមកហើយឬទើបតែមកឈរជើងទេព្រោះតែទើបឃើញវីដេអូដែលបង្ហាញថាមានទាហានថៃមកឈរជើងនៅប្រាសាទនេះឬមួយមានតាំងពីមុនមកតែគេមិនបង្ហាញតែបើតាមបងម្នាក់ដែលគាត់នៅទីនោះគាត់បានប្រាប់ថាដោយសារតែប្រាសាទមួយនេះវាមានទីតាំងនៅជាប់ព្រំដែនកម្ពុជាថៃដូច្នេះទើបមានទាំងទាហានខ្មែរនិងទាហានថៃឈរជើងនៅទីនេះដោយយើងមានកិច្ចសន្យាម៉ោងមកទស្សនារវាងប្រជាជនខ្មែរនិងថៃប៉ុន្តែគាត់បានបញ្ជាក់ថាថៃតែងតែនាំប្រជាជនខ្លួនមកទស្សនាខុសម៉ោងរហូតដោយមិនប្រាប់ទាហានខ្មែរយើងឡើយដែលទង្វើមួយនេះបានបញ្ជាក់ថាពួកទាហានថៃគឺមិនគោរពច្បាប់ឡើយជាពិសេសនោះគឺវាមិនខ្លាចទាហានខ្មែរយើងទេតែបើខាងយើងធ្វើអញ្ចឹងដល់ពួកវាវិញគឺមិនបានឡើយគឺពួកវារករឿងហើយជាក់ស្ដែងប្រាសាទនៅកម្ពុជាមានច្រើនរយប្រាសាទណាស់ប្រាសាទតាម៉ាន់តូចតាម៉ាន់ធំវាគ្រាន់តែជាប្រាសាទតូចមួយរបស់ពួកយើងទេតែអ្វីដែលសំខាន់នោះគឺយើងមិនចង់បាត់បង់នៅអ្វីដែលដូនតាយើងបានបន្សល់ទុកឲ្យទេទោះតូចក្តីធំក្តីយើងត្រូវតែការពារបងអូនមានយោបល់យ៉ាងណាដែរជួយប្រាប់ផងហើយបើមានយ៉ាងណាដឹងថាទាហានថៃមកចូលជើងទីនេះតាំងពីពេលណាជួយខមមិនប្រាប់ផង